អីវ៉ាន់ធ្លាប់តែធូរថ្លៃធូរអីឥឡូវតាំងពីដូណាល់ត្រាំឡើងកាត់អំណាចមកអីវ៉ាន់គ្រប់យ៉ាងតម្លៃពន្ធតម្លៃផ្សេងត្រូវបានឡើងថ្លៃគ្រប់យ៉ាងតែម្ដងបងប្អូនអើយថ្លៃជាងមុនអីវ៉ាន់ធ្លាប់តែទិញ200បានមកអាទិសឥឡូវ200បានបន្តិចមួយបងប្អូនអីវ៉ាន់វាឡើងថ្លៃគ្រប់មុខតែម្ដងទាំងថ្លៃពន្ធទាំងថ្លៃអីផ្សេងទាំងអស់បងប្អូននាំចេញនាំចូលឡើងថ្លៃអស់ហើយឥឡូវនេះសេដ្ឋកិច្ចយ៉ាប់យ៉ឺនមែនទែននៅអាមេរិកឥឡូវបងប្អូនអើយកាលមុនធ្លាប់តែទិញរើសដាក់កត្រករើសដាក់កត្រកឥឡូវមុននឹងទិញមុននឹងរើសត្រូវពិនិត្យហើយពិនិត្យទៀតថាអីវ៉ាន់ណាដែលអាចយកបានព្រោះវាទៅអីវ៉ាន់ខ្លះថ្លៃមែនទែនតែម្ដងយើងពិបាកទទួលយកក្នុងការទិញបងប្អូនអញ្ចឹងត្រូវមើលបានទិញមួយត្រូវសម្រាប់ចិត្តមើលសន្លឹងអាណារឿងធូរអាណាអីដែលសមមើលទៅសមតម្លៃសមអីសេដ្ឋកិច្ចឡើងថ្លៃខ្លាំងបងប្អូនអើយនៅនេះឡើយល្មមសម្រាប់ចិត្តទិញអីវ៉ាន់មួយត្រូវយកមកប្រៀបធៀបគ្នាទៀតបងប្អូនអើយដោយសារវាអីវ៉ាន់ជួនកាលអីវ៉ាន់ខ្លះថ្លៃពេកអញ្ចឹងទៅអាខ្លះយើងពិបាកទិញវាលើសកម្រិតដែលវាអត់សមាមាត្រជាមួយនឹងអីវ៉ាន់តម្លៃកាលមុនហ្នឹងបងប្អូនដល់អញ្ចឹងត្រូវយកមកប្រៀបធៀបគ្នាថាអីវ៉ាន់ប៉ុណ្ណាអីដែលអាចទទួលយកបានហើយល្មើបានមួយត្រូវយ៉ាប់យ៉ឺនជាងមុនឆ្ងាយមែនតើសម្រាប់សាច់គោសាច់មាន់អីដូចជាឡើងថ្លៃមិនដល់តម្លៃអង្គរអីទេបងប្អូនដោយសារសัตว์នៅនេះគេជាសัตว์ដែលគេចិញ្ចឹមនៅក្នុងស្រុកដល់អញ្ចឹងវាតម្លៃពន្ធនាំចូលមកក៏វារៀងធូរជាងពីក្រៅប្រទេសមកដែរសម្រាប់អង្គរវិញខ្ញុំឃើញនៅរដ្ឋខាងរដ្ឋផ្សេងទៀតគឺឡើងថ្លៃអស់ហើយប៉ុន្តែនៅខាងខ្ញុំនៅអារីโซណានេះដូចជាតម្លៃអត់ទាន់ប្រែប្រួលនៅឡើយទេបងប្អូននៅតម្លៃនៅដូចដើមដដែលអញ្ចឹងណាប៉ុន្តែសម្រាប់រដ្ឋផ្សេងរដ្ឋអីដូចឃើញតម្លៃគឺឡើងខ្លាំងមែនទែនបងប្អូនណាដែលឃើញតម្លៃធូរថ្លៃអញ្ចឹងគួរតែទិញទុកឲ្យហើយទៅបងប្អូនព្រោះតិចទៀតវានឹងឡើងទាំងអស់តែម្ដងដោយសារតាមរដ្ឋតាមសាខាមួយអញ្ចឹងគេមិនទាន់អស់ស្តុកអីចឹងណាដល់ពេលស្តុកថ្មីមកអញ្ចឹងតម្លៃដល់ឡើងថ្លៃបើអាចយល់ល្អគឺទិញទុកឲ្យហើយទៅបងប្អូនអីវ៉ាន់ធ្លាប់តែទិញ200បានមកអាតេសនឹងពេញព្រៀបឥឡូវលេង200បានតាមតិចមួយបងប្អូនបានអីវ៉ាន់តាមតិចមួយគិតលុយតម្លៃឡើង200-300ថ្លៃមែនតើបងប្អូនអើយសេដ្ឋកិច្ចនេះយ៉ាប់យ៉ឺនមែនតើឥឡូវសង្ឃឹមថាបន្តិចទៀតនឹងសេដ្ឋកិច្ចនឹងត្រឡប់មកល្អប្រសើរឡើងវិញចាស់ជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូខ្ញុំរហូតដល់ចប់សូមអរគុណសូមជម្រាបលា